នេះយើងគួចបន្តិចមកបាទខ្សែហ្នឹងបាទដើម្បីទុកឲ្យចន្លោះឲ្យវាមានការរីកទៅវាទាញខ្សែហ្នឹងដើម្បីការពារបាទព្រោះវានៅអាចរីកបន្តបន្តិចទៀតបាទព្រោះវ័យវានេះវ័យត្រឹមតែ80ថ្ងៃទេបាទអញ្ចឹងបាទហើយយើងចងវាដើម្បីការពារបាទព្រោះវ័យនេះត្រូវការពារផ្លែវាខ្លាចខ្យល់បក់បោកធ្វើធ្លាក់បាទអញ្ចឹងយើងការពារទៅដើម្បីអីដើម្បីសុវត្ថិភាពបាទព្រោះយើងចំណាយពេលថែទាំតាំងពីផលិតស្លឹកដំបូងបានផ្កាបានផ្លែហើយឥឡូវវ័យនេះជាវ័យដែលយើងត្រូវប្រយ័ត្នប្រយែងព្រោះថាលុយអត់ទាន់បានចូលទេបាទដល់តាកាត់លក់ហើយឈ្មួញយកទៅហុចលុយនេះបានលុយយើងចូលហៅប៉ៅពិតប្រកបបាទនេះជាវិធីនៃការចងផ្លែទុរេនវ័យ80អាយុបាទ80ថ្ងៃបាទអាយុវាបាទ